ទាំងអស់គ្នាត្រូវដឹងថានៅលើโลกនេះគ្មានសំណាងឯណាដែលយើងនៅសុកធ្លាក់ពីលើមេឃមកឲ្យយើងទេហើយក៏គ្មានការចេះដឹងឯណាដែលមាននៅពេលដែលយើងមិនបានរៀនសូត្រដែរហើយក៏គ្មានការមានបានឯណាការរីកចម្រើនឯណាដែលបានមកដោយគ្មានការខំប្រឹងប្រែងរបស់យើងដែរវាមានការដោះដូរធ្វើអ្វីក៏ដោយគឺមានការដោះដូរគ្នាយើងប្រឹងប្រែងយើងនឹងទទួលបានលទ្ធផលយើងមិនប្រឹងប្រែងយើងនឹងមិនទទួលបានលទ្ធផលដូចគ្នាអញ្ចឹងនៅលើโลกនេះគឺស្មើភាពណាស់ទាំងពេលវេលាទាំងខ្យល់ដង្ហើមទាំងទង្វើដែលយើងធ្វើកុំដេកអន់ចិត្តកុំដេកទួញសោកមើលទៅជីវិតគេអូយជីវិតគេមិនក៏សំណាងម៉េះហើយគេក៏ល្អម៉េះអ្នកទាំងអស់គ្នាដឹងថានៅពីក្រោយខ្នងរបស់គេនេះមុននឹងគេមកឈានដល់ចំណុចនេះតើគេឆ្លងកាត់អ្វីខ្លះតើគេប្រឹងប្រែងអ្វីខ្លះតើគេខិតខំអ្វីខ្លះមានការខិតខំមានការប្រឹងប្រែងមានការរៀនសូត្រទៅយើងរីកចម្រើនខ្ញុំលើកយកឧទាហរណ៍មួយអ្នកទាំងអស់គ្នាឃើញគេនៅតាមបណ្ដាញសង្គមឃើញគេមានរូបរាងស្រឡូនស្អាតឃើញស្បែកគេភ្លឺថ្លាឃើញគេមានហិរញ្ញវត្ថុដែលមានស្ថិរភាពឃើញគេឆ្លាតឃើញគេស្អាតឃើញគេពូកែនោះយើងគិតថាគេបានមកដោយងាយស្រួលទេគេបានមកដោយការប្រឹងប្រែងដោយការមោះមុតមិនបោះបង់មុននឹងគេបានរូបរាងដែលស្អាតគេត្រូវមើលថែរបបអាហារគេត្រូវធ្វើលំហាត់ប្រាណមុននឹងគេបានស្បែកស្អាតគេត្រូវមើលថែស្បែករបស់គេលាបឡេស្ប៉ាស្បែកមុននឹងគេឆ្លាតមុននឹងគេបកកែគេសិក្សារៀនសូត្រច្រើនប៉ុណ្ណាគេអានសៀវភៅអស់ប្រហែលក្បាលគេស្ដាប់ podcast អស់ប្រហែល100នាទីប្រហែល100ម៉ោងនេះគឺជាអ្វីដែលស្មើភាពបំផុតគឺការដោះដូរយើងធ្វើយើងនឹងទទួលបានយើងធ្វើអ្វីយើងនឹងទទួលបានបែបហ្នឹងប្រៀបដូចជាច្បាប់ស្រូបទាញគេតែងនិយាយថារាល់ការគិតរបស់យើងគិតបែបណានឹងស្រូបទាញរាល់រឿងរ៉ាវទាំងនោះមកចូលក្នុងជីវិតរបស់យើងដូចគ្នាបើយើងគិតតែរឿងល្អៗយើងគិតចង់អភិវឌ្ឍសមត្ថភាពខ្លួនឯងយើងគិតចង់ឲ្យខ្លួនឯងរីកចម្រើននោះអ្នកទាំងអស់គ្នានឹងរកផ្លូវរកវិធីសាស្ត្រដើម្បីខ្លួនឯងរីកចម្រើននឹងគេហៅថាច្បាប់ស្រូបទាញច្បាប់នៃធម្មជាតិវិទ្យាសាស្ត្រក៏គេនិយាយបែបហ្នឹងហើយបើសិនជាមួយថ្ងៃអ្នកទាំងអស់គ្នាដេកមើលតែរឿងសោកសៅដេកខូចចិត្តដេកស្ដីបន្ទោសឲ្យខ្លួនឯងចំណែនគេមើលទៅគេមិនគេល្អម៉េះអូមីនោះអញ្ចឹងមីនេះអញ្ចឹងជីវិតអ្នកទាំងអស់គ្នាអត់បានអីមកវិញក្រៅពីរឿងទាំងអស់ហ្នឹងវិលចុះឡើងធុញថប់ជីវិតខ្លួនឯងអត់អស់ចិត្តទៅធុញថប់នឹងជីវិតគេឃើញគេមានក្តីសុខអត់បានអ្នកទាំងអស់គ្នាត្រូវចាំថាគ្មាននរណាគេម្នាក់កើតមកមានយកសពគ្រប់មកជាមួយទេគ្មាននរណាកើតមកភ្លាមចេះភ្លាមទេគ្មាននរណាកើតមកភ្លាមពូកែភ្លាមទេត្រូវការសិក្សារៀនសូត្រយើងរៀនតាំងពីក្មេងត្រូវហ៎បើពីមុនមកអាយុ5 6ឆ្នាំចូលរៀនឥឡូវនេះអាយុ2ឆ្នាំគេឲ្យកូនចូលរៀនហើយរៀនដើម្បីអីដើម្បីមានបទពិសោធន៍ដើម្បីសិក្សានៅអ្វីដែលថ្មីដើម្បីស្គាល់គេស្គាល់ឯងមានការទំនាក់ទំនងជាមួយនឹងមនុស្សផ្សេងអានឹងយើងរៀននៅសាលាចាប់ពីការរៀនសូត្រហើយយើងត្រូវរៀនអីបទពិសោធន៍ជីវិតរៀនជំនាញមនុស្សយើងរៀនមិនចេះចប់មិនចេះហើយចឹងបានខ្ញុំនិយាយថាគ្មាននរណាកើតមកដែលពូកែតាំងពីកំណើតទេយើងរៀនយូរណាស់តែបើសិនជាយើងឈប់រៀនយើងនឹងបាត់បង់ចំណេះភ្លាមសួរថាយើងត្រូវតែរៀននៅសាលារៀនរហូតអស់មួយជីវិតទេអត់ទេយើងនៅផ្ទះក៏យើងអាចរៀនសូត្របានយើងទៅទីកន្លែងណាក៏យើងអាចរៀនសូត្របានរៀនសូត្រពីបរិបទដែលយើងរស់នៅរៀនសូត្រពីបញ្ហាជីវិតរៀនសូត្រពីបញ្ហាគ្រប់សពដែលយើងកំពុងជួបប្រទះរៀនសូត្រឲ្យដោះស្រាយយើងនៅក្នុងរង្វង់គ្រួសាររៀនសូត្រពីរង្វង់គ្រួសារមានបញ្ហាដោះស្រាយនៅកន្លែងធ្វើការមានបញ្ហាយើងដោះស្រាយបើយើងជាថ្នាក់លើរបស់គេយើងត្រូវធ្វើម៉េចទាញខ្លួនឯងចេញពីចំណុចមួយដែលគិតថាខ្លួនឯងពិបាកជាងគេនៅលើโลกនេះគ្មាននរណាដែលមិនពិបាកទេ
ក៏ប៉ុន្តែគេមិនដែលຕົករឿងពិបាកនឹងឲ្យនៅជាមួយគេអស់មួយជីវិតទេឥឡូវនេះយើងកាត់ទុកខ្លាំងណាយើងពិបាកខ្លាំងណាយើងកំពុងបាត់បង់អ្វីៗគ្រប់យ៉ាងហើយមិនថាការងារស្នេហាទូនទីឋានៈអីបុណ្យស័ក្តិអីឬក៏មិត្តភ័ក្តិអីយើងបាត់បង់ហើយយើងអស់អីហើយតែយើងនៅមានជីវិតត្រូវទេយើងអស់ទ្រព្យសម្បត្តិតែពីមុនយើងធ្លាប់មានណាតែឥឡូវយើងរស់ស៊ីខាតលងចុងយើងអស់ហើយតែយើងនៅមានជីវិតនេះមានតម្លៃជាងអ្វីៗទាំងអស់ពេលណាអ្នកទាំងអស់គ្នាមានជីវិតអ្វីដែលអ្នកទាំងអស់គ្នាបាត់បង់អ្នកទាំងអស់គ្នាយកមកវិញបានហើយគុណជា2ជា3លើដើមឲ្យតែអ្នកទាំងអស់គ្នាស្គាល់តម្លៃនៃជីវិតរបស់ខ្លួនឯងស្គាល់តម្លៃនៃខ្លួនឯងជឿជាក់មកលើខ្លួនឯង